nhiệt khang ở đây bỏ bông nè bạn cho comment tha bông nữa cứ mình men chia bỏ bồn đàm tí cái chia bỏ bồn trong ta riêng ní chỉ cả bật mấy rưỡi bôi dạng nào កាលពីមុនគ្រូសាខ្ញុំហើយនឹងម្នាក់ស្រីហ្នឹងគាត់ពិតជាប្តីប្រពន្ធមែនបន្ទាប់មកគាត់មានបញ្ហាគាត់ថាគ្រូសាគាត់ក្បត់គាត់ថតជាសម្លេងឲ្យបងប្អូនឲ្យបងប្អូនខ្ញុំស្ដាប់លើបងនិយាយថាចែកផ្លូវគ្នាដាច់ស្រឡះហើយខាងស្រីគេឡើងទៅកូរ៉េគេយកប្តីនៅកូរ៉េចាហើយក៏ខាងគាត់ហើយនឹងបងប្អូនខាងគាត់និងបងប្អូនខាងនាងខ្ញុំហ្នឹងក៏ផ្សំគុំនាងខ្ញុំឲ្យផ្សំគុំឲ្យខ្ញុំតាក់ទងគ្នាឲ្យមើលចិត្តគ្នាអីមួយរយៈក៏តាក់ទងគ្នាហើយក៏រៀបចំនាងខ្ញុំឲ្យហ្នឹងបានខ្ញុំក៏ឆ្ងល់ដែរដល់ពេលអញ្ចឹងខ្ញុំជាប្រពន្ធដើមឬជាប្រពន្ធចុងសូមបងប្អូនជួយវែកញែកឲ្យខ្ញុំផងពេលដែលខ្ញុំមានលុយប្តីក៏រត់មកខាងខ្ញុំឥឡូវខ្ញុំធ្លាក់ដល់ចំណុច0រកស៊ីជាមួយគ្នាបាត់ដៃទទេធ្លាក់ដល់បាត់ដៃទទេចំណុច0ប្តីដើរចេញពីខ្ញុំខាងនោះឡើងទៅកូរ៉េគេធ្វើផ្ទះធ្វើសបាញ់ឲ្យគេមានលុយមានមុខមានមាត់ប្តីក៏រត់ទៅខាងគេភ្លាមបងខ្លាញ់ខ្ញុំវល់ជាសម្លេងមកថ្ងៃមិញពេលខ្ញុំកំពុងតែធ្វើការឥឡូវហ្នឹងខ្ញុំទៅមកពីធ្វើការខ្ញុំមកជួបបងសាព័ត៌មានហ្មងគាត់ថាបងគាត់មកតកៅមកចកេះទេហើយទៅវិញតកៅមកចកេះខ្ញុំទទួលស្គាល់គាត់មកតកៅមកចកេះទេបងប៉ុន្តែគាត់ទៅវិញគាត់ទុកបំណុលឲ្យខ្ញុំជាច្រើនឲ្យខ្ញុំទទួលបន្ទុកម្នាក់ឯងទាំងអស់ហើយគាត់ថាបងគាត់ទុកផ្ទះទុកដីទុកឡានឲ្យខ្ញុំចានេះផ្ទះដីឡានគឺគាត់ទុកឲ្យខ្ញុំទាំងអស់ជំងឺគ្រប់យ៉ាងទាំងអស់គឺដោយសារខ្ញុំគិតច្រើនហ្មងគិតច្រើនណាទៅជាឈឺសពបែបយ៉ាងទាំងអស់ព្រោះខ្ញុំជាអ្នកប្រឈមមុខនឹងបំណុលទាំងអស់បំណុលធំតូចគឺខ្ញុំទាំងអស់គេស្គាល់តែលេខទូរស័ព្ទខ្ញុំទេគេអត់ស្គាល់ប្តីខ្ញុំទេលេខទូរស័ព្ទប្តីខ្ញុំគឺគេអត់ស្គាល់គឺគេរត់តែខ្ញុំទេខ្ញុំជាផ្ទាំងស៊ីបរបស់ម្ចាស់បំណុលទាំងអស់ ដោយខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងតាំងពីវីដេអូទី1នោះខ្ញុំបញ្ជាក់ទៅកាន់ភាគីខាងប្តីអញ្ចឹងណាថាបើសិនជាគាត់មានចម្ងល់ឬមួយក៏ថាបងស្រីនេះគាត់ចេះតែនិយាយបំភ្លឺឬមួយក៏ខុសពីការពិតទាំងអស់ដែលគាត់មិនបានធ្វើបែបនោះមែនអញ្ចឹងគាត់អាចមកបកស្រាយបានខ្ញុំទទួលបកស្រាយ24ម៉ោងលើ24ម៉ោងរាល់ពេលម៉ោងធ្វើការទេអនុញ្ញាតគ្រប់នឹងជំរាបសួរទៅកាន់ប្រិមិត្តរបស់គឹមស្រញូនៅថ្ងៃទី1ខែ4ឆ្នាំ2025ខ្ញុំបាទគឹមស្រនបាទកំពុងតែជួបសុភាជាមួយនឹងបងស្រីម្នាក់ដែលជាលើកទី2ហើយថ្ងៃមុនគាត់បានមកលើកឡើងពីប្តីរបស់គាត់មកសារហើយក៏សំណូមពរឲ្យខាងខ្ញុំនេះជួយផ្សព្វផ្សាយរឿងព័ត៌មានពាក់ព័ន្ធទៅនឹងរឿងរ៉ាវគ្រួសាររបស់គាត់ដែលប្តីរបស់គាត់បានចាក់ចេញពីគាត់ទៅនៅជាមួយនឹងប្រពន្ធផ្សេងបាទមួយរយៈមកហើយបាទគឺរយៈពេល2ឆ្នាំហើយនឹងទុកបំណុលឲ្យបងស្រីគាត់បងតែម្នាក់ឯងហើយការមកថ្ងៃនេះជាលើកទី2នេះគឺដោយសារតែគាត់បាទឃើញថាការខមមិនមួយចំនួនពីភាគីខាងប្តីហើយសូមបញ្ជាក់ផងដែរខាងប្តីរបស់គាត់ហ្នឹងក៏បានខលមកខ្ញុំដែរកាលពីម្សិលមិញបាទហើយក៏ខ្ញុំបានបញ្ជាក់ឲ្យដែរទៅកាន់ប្តីរបស់គាត់ថាបងអាចមកបកស្រាយបានខ្ញុំទទួល24ម៉ោងលើ24ម៉ោងរាល់ពេលម៉ោងខ្ញុំធ្វើការអញ្ចឹងណាបាទអញ្ចឹងបើសិនជាការលើកឡើងរបស់បងស្រីពាក់ព័ន្ធនឹងរឿងរ៉ាវគ្រួសាររបស់គាត់ហ្នឹងដែលគាត់បានចោទថាប្តីរបស់គាត់ហ្នឹងចាក់ចេញពីផ្ទះហើយមិនបានជួយបងបំណុលបើរឿងនេះជារឿងមិនពិតបងប្រុសដែលជាភាគីខាងប្តីនោះអាចមកបកស្រាយបានខ្ញុំធ្វើការបកស្រាយជូនកុំឲ្យមហាជនយល់ច្រឡំឬមួយគិតថាអូបងស្រីគាត់ចេះតែនិយាយចេះតែលើកឡើងផ្ដេសផ្ដាសអញ្ចឹងណាប៉ុន្តែលើនេះបងស្រីគាត់មកជាលើកទី2នេះដើម្បីបញ្ជាក់ច្បាស់ថាគាត់មិនបានក្នុងការនិយាយនេះគ្មានផុសតាងទេគឺគាត់និយាយទាំងប្រមាណគឺជាពាក្យពិតទាំងអស់ហើយថ្ងៃនេះក៏មកចង់បញ្ជាក់បន្ថែមហើយក៏មានសំណួរមួយចំនួនបាទដែលប្តីរបស់គាត់ហ្នឹងបានបញ្ជាក់មកខាងខ្ញុំបាទដើម្បីឲ្យមហាជនគាត់បានដឹងថាបងស្រីហ្នឹងគាត់បាននិយាយថារឿងចពាក់ធនាគារហ្នឹងបាទ21000ប៉ុន្តែខាងប្តីគាត់ថាកុហកទាំងអស់គឺនិយាយបំភ្លើសការពិតគឺការពិតគឺត្រឹមតែ$11000ទេបាទក្នុងការចាប់ពាក់ធនាគារតើរឿងនេះជាការពិតមែនដោយប្តីរបស់គាត់លើកឡើងឬក៏យ៉ាងណាអញ្ចឹងបងប្អូនមកជួបជាមួយនឹងបងស្រីដែលជាភាគីខាងប្រពន្ធទាំងអស់គ្នាហើយចង់ដឹងច្បាស់ថាតើបាទខាងបងស្រីនេះជាប្រពន្ធចង់ឬមួយក៏ខាងដែលប្រពន្ធដែលគាត់ទៅនៅជាមួយរាល់ថ្ងៃនេះជាប្រពន្ធចង់បាទអ្នកណាជាប្រពន្ធដើមឲ្យប៉ាត់ប្រកាសឥឡូវនេះអត់ទាន់ដឹងទេដោយសារតែការខមមិនមួយចំនួនពីភាគីខាងប្តីគឺថាបងស្រីនេះបាទគឺជាប្រពន្ធចង់ហើយចំណែកឯខាងប្រពន្ធគាត់ដែលគាត់ទៅនៅជាមួយរាល់ថ្ងៃនេះគឺជាប្រពន្ធដើមវិញឥឡូវនេះទាំងខ្ញុំទាំងមហាជនកំពុងតែមានចង្អុលដូចគ្នាឥឡូវចង់ដឹងនឹងស្រាយចម្ងល់ឲ្យកាន់តែច្បាស់បាទមកជួបសួរជាមួយនឹងគាត់ទាំងអស់គ្នាតែម្ដងតែសួរបងចាជំរាបសួរបាទអញ្ចឹងបងមានឈ្មោះដែរ
ឈ្មោះពៅបូនិន បើបុននេះណាបាទថ្ងៃនេះគឺមកជាលើកទី2បងណា ចាមកជាលើកទី2 បាទអញ្ចឹងពាក់ព័ន្ធជាមួយចម្ងល់ដែលទាំងខ្ញុំទាំងមហាជនគាត់ឆ្ងល់មែនតែននៅក្នុងខមមិនណាហើយក៏ដូចជាសាច់ញាតិខាងប្តីបងនេះបានចូលខមមិនថាបងនេះគឺមិនមែនជាប្រពន្ធដើមទេគឺជាប្រពន្ធចង់តើរឿងនេះជាការពិតមែនឬមួយយ៉ាងណាបងអាចបកស្រាយត្រង់ចំណុចនេះដើម្បីស្រាយចម្ងល់ទៅកាន់បងប្អូនមហាជនឲ្យគាត់អស់ចម្ងល់អញ្ចឹងណាព្រោះឥឡូវភាគីខាងប្តីហ្នឹងគាត់កំពុងតែនិយាយថាបងនិយាយបំភ្លឹះការពិត ចាខ្ញុំទទួលស្គាល់កាលពីមុនរឿងហ្នឹងចេះកាលពីមុនគ្រូសាខ្ញុំហើយនឹងម្នាក់ស្រីហ្នឹងគាត់ពិតជាប្តីប្រពន្ធមែន អូ ចាបន្ទាប់មកគាត់មានបញ្ហាគាត់ថាគ្រួសារគាត់ក្បត់គាត់ថតជាសម្លេងឲ្យបងប្អូនឲ្យបងប្អូនខ្ញុំស្ដាប់ បាទ ចាហើយគាត់ក៏ពីរអ្នកហ្នឹងគាត់ក៏ចែកផ្លូវគ្នាតែកាលហ្នឹងខ្ញុំអត់ទាន់ស្គាល់គាត់ទេគ្រាន់តែថានេះខ្ញុំលើពីបងប្អូនខ្ញុំនឹងញាតិជិតខាងក្មេងៗទេចា បាទអញ្ចឹងមានថាពេលគាត់មកតំណែងមួយបងហ្នឹងក៏បងអត់បានស្គាល់ប្រវត្តិគាត់ច្បាស់ថាគាត់មានប្រពន្ធឬមួយក៏យ៉ាងណាឬក៏មកធ្លាប់បានស្គាល់ប្រពន្ធគាត់អត់ដែលដឹងទេតតែគាត់លើកប្រាប់ឬមួយយ៉ាងម៉េចដែរ ចាខ្ញុំអត់ស្គាល់ទេដំបូងខ្ញុំគឺអត់ស្គាល់ បាទ ចាដល់ពេលបងប្អូនខ្ញុំបានស្ដាប់សំឡេងគាត់កាលហ្នឹងទូរស័ព្ទ N.2 កាលហ្នឹងចាមានថតសំឡេង បាទបាទ ចាបងប្អូនខ្ញុំគាត់បានស្ដាប់ហើយក្មេងៗស្ទៀវក៏គាត់បានស្ដាប់អីអញ្ចឹងទៅហើយកាលហ្នឹងគាត់រៀងល្អដែរគាត់ធ្វើការធ្វើអីអញ្ចឹងណា អូ ចាដល់ពេលហ្នឹងគាត់ឮថាគាត់ចែកផ្លូវគ្នាឬបងនិយាយថាចែកផ្លូវគ្នាដាច់ស្រឡះហើយខាងស្រីគេឡើងទៅកូរ៉េគេយកប្តីនៅកូរ៉េ អូ ចាហើយក៏ខាងគាត់ហើយនឹងបងប្អូនខាងគាត់និងបងប្អូនខាងនាងខ្ញុំហ្នឹងក៏ផ្សំគុំនាងខ្ញុំឲ្យតែហៅខ្ញុំទៅពីពេញហ្នឹងផ្សំគុំឲ្យខ្ញុំតាក់ទងគ្នាឲ្យមើលចិត្តគ្នាអីមួយរយៈក៏តាក់ទងគ្នាហើយក៏រៀបចំនាងខ្ញុំឲ្យហ្នឹងព្រោះគាត់ដាច់ស្រឡះហើយម្សិលហ្នឹងបញ្ជាក់ថាគាត់ដាច់ស្រឡះ បាទបាទ ចារៀបចំឲ្យខ្ញុំនៅជាមួយគាត់បានជិត10ឆ្នាំហើយរងថ្ងៃខ្ញុំមានកូនស្រីមួយអាយុចូលក្បាល8ឆ្នាំឯងបង បាទ ចា ចុងបងបានដឹងឯថាប្រពន្ធគាត់ដែលគាត់នៅមួយរងថ្ងៃនេះដែលគាត់អះអាងថាជាប្រពន្ធដើមរបស់គាត់នៅជាមួយគ្នាប្រហែលជាប្រហែលឆ្នាំដែរ ចាតាមដែលខ្ញុំដឹងគាត់នៅជាមួយគ្នាកាលហ្នឹងគឺបាន7ឆ្នាំតែគាត់មានកូនទេមុននឹងគាត់ឡើងទៅកូរ៉េ មានកូន ចាតែពេលគាត់ឡើងទៅកូរ៉េហ្នឹងឮដំណឹងថាគាត់មានកូនប្រុសម្នាក់ជាមួយជនជាតិកូរ៉េតែឥឡូវហ្នឹងគាត់អត់ដឹងថាមិនគាត់ទេអត់ដឹងថាគាត់មានបញ្ហាអីនៅកូរ៉េទេហើយគាត់ដឹងថាគាត់មកខ្មែរវិញថ្ងៃណាដែរគឺខ្ញុំអត់ដឹងទេ អត់ដឹងសោះមក អត់ដឹង អូ ហើយក៏លេចលើដំណឹងថាគាត់តាក់ទងគ្នាជាមួយស្វាមីខ្ញុំឥឡូវហ្នឹងអញ្ចឹងណា អញ្ចឹង ចាហើយខ្ញុំក៏ទៅមិនដឹងដែរដល់ពេលខ្ញុំទៅមិនដឹងថាបងប្អូនខាងម្ដាយក្មេកបងប្អូនសាច់ថ្លៃរៀបចំគាត់សារជាថ្មីហ្នឹងក៏ខ្ញុំអត់ដឹងដែរ បាទ ទៅផ្ទុះគាត់ផុស Facebook ទៅអ្នកភូមិខ្ញុំឃើញថាគាត់មានកូនស្រីមួយទៅកើតហ្នឹងអញ្ចឹងបានខ្ញុំក៏ឆ្ងល់ដែរដល់ពេលអញ្ចឹងខ្ញុំជាប្រពន្ធដើមឬជាប្រពន្ធចង់សុំបងប្អូនជួយវែកញែកឲ្យខ្ញុំផង បាទអញ្ចឹងបើសិនជាប្រពន្ធដើមនិងប្រពន្ធចំបើសិនជាយើងនិយាយប្រពន្ធដើមនិងប្រពន្ធចង់លុះត្រាតាគាត់ហ្នឹងមានប្រពន្ធហ្នឹងក្នុងពេលតែមួយពីរនាក់ត្រូវទេ លោកត្រាណាតែគាត់អត់ទាន់ចប់ដាច់ស្រឡះឬមួយក៏ប្រពន្ធគាត់នឹងអត់មានគ្រួសារទៀតអាហ្នឹងខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាប្រពន្ធចង់មែនតែគាត់មានគ្រួសាររៀងខ្លួនហើយ ចង់សួរបងឲ្យច្បាស់ក្នុងចំណុចហ្នឹងបន្តិចអានេះបើឧបមាថាគាត់មានប្រពន្ធគាត់មិនទាន់ដាច់ស្រឡះបើសិនជាបងដឹងថាគាត់មិនទាន់ដាច់ស្រឡះតើបងអាចនឹងយកគាត់ជាប្តីដាក់បានដែរឬមួយយ៉ាងណាដែរ ចាស់អត់ទេខ្ញុំអត់ប៉ះទេបងគឺខ្ញុំអត់ប៉ះទេរឿងចឹងគឺខ្ញុំអត់ហើយបើភ្លាមបើខ្ញុំដឹងឧបមាថាភរិយាគាត់នៅជាប់លាប់មួយគាត់ហើយភ្លាមបើខ្ញុំដឹងទោះបីខ្ញុំឆ្លាញ់ដល់ដៃខ្យល់ទៅក៏ខ្ញុំអត់យកដែរ អញ្ចឹង ចា បាទតែដោយសារតែយើងគិតថាគាត់ដាច់ស្រឡះហើយគាត់ក៏បានបញ្ជាក់ប្រាប់យើងដែរពេលដែលគាត់មកសំស្រឡាញ់យើងនឹងមកតំណែងជាប្តីប្រពន្ធមួយយើងនេះ ចាគាត់បញ្ជាក់ឲ្យខាងបងប្អូនសាច់ថ្លៃខ្ញុំគាត់បញ្ជាក់ច្បាស់ហើយម៉ែក្មេកខ្ញុំក៏បញ្ជាក់ច្បាស់ដែរបញ្ជាក់យ៉ាងច្បាស់បងប្អូនសាច់ថ្លៃចូលមករៀបចំឲ្យខ្ញុំបញ្ជាក់ច្បាស់ បញ្ជាក់ច្បាស់ ចាបញ្ជាក់ច្បាស់ហើយថែមទាំងថាឲ្យមនុស្សស្រីម្នាក់ហ្នឹងទៅកូរ៉េហ្នឹងត្រូវគេធ្វើបាបទៀតនិយាយអាក្រក់ពីខាងហ្នឹងទៀត អូ ថ្មីហ្នឹងដែលគេទៅបញ្ចេញទៅកូរ៉េ បាទ ចានិយាយហែកហួរគ្នាប្រាប់អ្នកភូមិខ្ញុំទៀត អញ្ចឹងមានន័យថាម្ដាយក្មេកបងក៏បានដឹងរឿងហ្នឹងព្រោះដោយសារតែគាត់បានសំគុំជាមួយបងនឹងខាងប្តីហ្នឹងឲ្យត្រូវជាប្តីប្រពន្ធសែនជាមួយគ្នាត្រូវហើយ ចាតែមួយសារហ្នឹងម៉ែក្មេកខ្ញុំឈឺក៏អត់បានមកទេប៉ុន្តែដូចថាសាច់ឈាមខាងដូចថាប្អូនម្ដាយក្មេកខ្ញុំហើយបងថ្លៃអីបងថ្លៃខ្ញុំអីចឹងបងថ្លៃខាងហ្នឹងបងប្អូនថ្លៃខាងហ្នឹងគេមក អញ្ចឹង ចាទិញផ្លែឈើអីរៀបចំស៊ីតុកធម្មតា ហើយដល់ពេលឥឡូវនេះវាមានរឿងនេះកើតឡើងអញ្ចឹងតើម្ដាយក្មេកបងហ្នឹងគាត់បាននិយាយថាម៉េចទេ គាត់និយាយចំតាំងពីដើមមកពេលដែលខ្ញុំធ្លាក់ខ្លួនភ្លាម
គាត់បច្ចេឲ្យកូនគាត់លេងខ្ញុំនៅមុខខ្ញុំក៏មានដែរបងថ្លៃខ្ញុំបច្ចេឲ្យលេងនៅមុខខ្ញុំក៏មានដែរបងហើយខ្ញុំកាលហ្នឹងខ្ញុំក៏និយាយមួយប្តីខ្ញុំដែរព្រោះច្រើនដងពេកខ្ញុំក៏បានលឺពេលខ្លះលឺនឹងតិចក៏មានដែរហើយខ្ញុំក៏បានប្រាប់គាត់ដែរខ្ញុំប្រាប់គាត់ច្រើនដងដែរថាបើពិបាករស់នៅជាមួយខ្ញុំពេកឥឡូវខ្ញុំក៏គ្មានស្អីទៀតដែរចែកផ្លូវគ្នាឲ្យបំណុលទាំងអស់ពាក់កណ្ដាលម្នាក់ហើយកូនក៏មិនបាច់ជួយចិញ្ចឹមដែរខ្ញុំអ្នកចិញ្ចឹមដោយខ្លួនឯងព្រោះខ្ញុំជាម្ដាយទោះបីខ្ញុំមានគ្រួសារប្រហែលទៀតក៏ដោយក៏ខ្ញុំអាចមានលទ្ធភាពមើលកូនខ្ញុំអាចគិតកូនខ្ញុំគ្រប់នាទីទាំងអស់បើប៉ាយកកូនខ្ញុំទៅចិញ្ចឹមប៉ាអត់មានពេលនៅថែកូនខ្ញុំទេបើប៉ាស្រឡាញ់គេទៀតកូនខ្ញុំវេទនាអញ្ចឹងទោះបីខាំក្រាប់មិនក៏ខ្ញុំអត់ឲ្យកូនទៅដែររហូតដល់ខ្ញុំធ្លាក់ខ្លួនខ្លាំងជំរកក៏អត់មាននៅបងជំរកអត់មាននៅជាប់បំណុលដែលនៅសល់ដូចដែលខ្ញុំបានប្រាប់អញ្ចឹងគ្រប់បំណុលគ្រប់ពាក្យសម្ដីដែលខ្ញុំនិយាយទាំងអស់មិនថាពេលចាញ់ផុសសារមុនឬមួយផុសម្ដងនេះទេគឺខ្ញុំរក្សាពាក្យសម្ដីប្រឈមមុខច្បាប់ខ្ញុំអត់កិច្ចច្បាប់ទេបងគ្រប់ម៉ាត់ដែលខ្ញុំនិយាយខ្ញុំមានភាពជាកូនស្រីយកបេះដូងជាកូនស្រីមកធានាគឺខ្ញុំអត់កិច្ចទេគឺខ្ញុំទទួលខុសត្រូវនឹងមុខច្បាប់បើពាក្យសម្ដីខ្ញុំណាមួយនិយាយបំភ្លើសមិនពិតបាទចង់សួរបងមួយចំណុចទៀតពាក់ព័ន្ធតែនឹងការលើកឡើងរបស់ប្តីបងហ្នឹងគាត់បានបញ្ជាក់ប្រាប់ថាគាត់ហ្នឹងអត់ចេះអក្សរទេតើបងធ្លាប់រួមរស់ជាមួយគាត់ហ្នឹងបងបានដឹងច្បាស់ទេថាគាត់ចេះអក្សរឬមួយក៏មិនចេះអក្សរចាប្តីខ្ញុំចេះអក្សរហើយពេលដែលយកលុយធនាគារបងមុននឹងយើងផ្ដិតមេដាយយកលុយធនាគារទាំងម៉ឺនណាបងគេសួរយើងគេសភាសួរយើងដេញដល់លើក្រមគេសួរយើងសពបែបយ៉ាងទាំងអស់គេអានបញ្ជាក់យើងពីលើដល់ក្រមពីក្រមដល់លើម្ដងជា2ដងបងទោះយើងមិនចេះអក្សរក៏យើងស្ដាប់បានដែរហ្នឹងយើងនិយាយភាសាថាអត់ចេះអក្សរចោះចាគេសួរថាយើងយកលុយនឹងទៅធ្វើអីគឺយើងអ្នករៀបរាប់ប្រាប់គេទាំងអស់ណាបងបានគេឲ្យហ៊ានឲ្យលុយយើងដល់ប៉ុណ្ណឹងបាទអាហ្នឹងវាជាចំណុចមួយដែលក្នុងការដែលប្តីប្រពន្ធរបស់បងហ្នឹងគឺបានទៅខ្ចីធនាគារអញ្ចឹងធនាគារក៏គាត់បានលើកឡើងពីពាក្យសម្ដីរបស់គាត់ដែលនិយាយមកដើម្បីឲ្យគាត់ស្ដាប់បើឧបមាថាគាត់អត់ចេះអក្សរអញ្ចឹងណាជាចំណុចមួយតែខ្ញុំចង់សួរចំណុចមួយទៀតដែលគាត់លើកឡើងថាបងហ្នឹងបានបបួរគាត់ហ្នឹងទៅសាលាឃុំហើយបបួរគាត់ហ្នឹងលែងលះផ្ដិតមេដៃតែគាត់ថាគាត់អត់ចេះអក្សរបងហ្នឹងបែរជាពវៀងដានទៅឲ្យផ្ដិតមេដៃរឿងជួយបងបំណុលពាក់កណ្ដាលវិញអាហ្នឹងវាយ៉ាងម៉េចដែរបងចាបងរឿងហ្នឹងខ្ញុំនិយាយឲ្យច្បាស់ទៀតខ្ញុំនិយាយគ្នាហើយដាក់ពាក្យបណ្ដឹងទៅផ្ដិតមេដាយលែងលះឲ្យខ្ញុំនឹងបែងចែកបំណុលឲ្យច្បាស់លាស់ពាក់កណ្ដាលម្នាក់គាត់ក៏ព្រមគ្រប់កន្លែងដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺពាក់កណ្ដាលម្នាក់គ្រប់កន្លែងទាំងអស់មិនថាតិចឬច្រើនទេបងបាទហើយដល់ពេលឃុំគាត់ចេញកណ្ដាស់លែងលះឲ្យហើយពេលហ្នឹងដល់ពេលបញ្ជាក់រឿងបំណុលគឺគាត់ច្រានបំណុលចោលទាំងអស់គាត់ឆ្លើយថាដឹងអត់លឺឃុំគាត់ទាញកណ្ដាស់ទៅវិញគាត់ថាអត់ឲ្យផ្ដិតមេដៃទេផ្ដិតមេកើតបើគេច្រានបំណុលឲ្យយើងតែម្នាក់ឯងទាំងអស់ហើយហ្នឹងគេដកដៃហើយហ្នឹងគឺអត់តន់ឲ្យផ្ដិតទេឲ្យខ្ញុំពិចារណាសារថ្មីអញ្ចឹងមេថាពេលទៅផ្ដិតហ្នឹងគាត់អត់ព្រមទទួលផ្ដិតទេគាត់អត់ទទួលផ្ដិតបើគាត់ផ្ដិតគឺគាត់ច្រានបំណុលចោលឲ្យខ្ញុំទាំងអស់បងចុះក្នុងកិច្ចសន្យាហ្នឹងមួយឃើញមានលិខិតឯកសារមួយហ្នឹងមានផ្ដិតមេដៃរឿងជួយដោះបំណុលមិនអាហ្នឹងវិញវិញចាដោយសារឃុំក៏ហៅគាត់ម្ដងចូលមកផ្ដិតមេដៃលែងលះនឹងចូលរួមដោះបំណុលក៏ហៅលើកទី1គាត់ចូលមកខ្លួនគាត់ចូលខ្លួនមកតែគាត់អត់ព្រមព្រៀងគាត់ច្រានបំណុលចោលពេលអញ្ចឹងគាត់ក៏មិនអាចឃុំក៏មិនអាចសម្រេចចិត្តឲ្យខ្ញុំផ្ដិតមេដៃម្នាក់ឯងដែរហៅលើកទី2គាត់មកក៏នៅដែរហៅលើកទី3គឺគាត់ច្រានចោលគាត់នៅតែអត់មកហើយគាត់ចោលពាក្យសម្ដីថាឲ្យខ្ញុំទៅដល់ណាគាត់ទៅតែក្នុងកិច្ចសន្យាដែលបងឲ្យខ្ញុំមកពីការពីថ្ងៃមុនឃើញដូចមានផ្ដិតមេដៃមានការព្រមព្រៀងគ្នាឬមួយយ៉ាងម៉េចក្នុងការដោះបំណុលពាក់កណ្ដាលម្នាក់នេះមានការព្រមព្រៀងគ្នាតាបងអញ្ចឹងមានថាគាត់ព្រមផ្ដិតមេដៃគាត់ព្រមផ្ដិតមេដៃប៉ុន្តែគ្រាន់ថាផ្ដិតមេដៃលែងលះគាត់អត់ហើយគាត់បានសន្យានៅឃុំទៀតថាបើប្រមូលផលស្វាយចន្ទេហើយមួយសានឹងខ្ញុំដូចថាមួយសានឹងខ្ញុំទាគាត់តែ5000ទេខ្ញុំមួយសានឹងខ្ញុំគិតថាខ្ញុំទាគាត់តែ5000ទេប្រមូលផលស្វាយចន្ទីនឹងត្រូវឲ្យខ្ញុំ5000នឹងមកខ្ញុំយកទៅសងគេនេះខ្លះអីនោះខ្លះទៅដើម្បីសម្រួលសល់ប្រមាណគឺខ្ញុំអ្នករ៉ាប់រងតែកុំអោយថាសួរទៅមកចំហៀងអញ្ចឹងណាកុំឲ្យថាសួរទៅបងមកចំហៀងព្រោះការលើកឡើងរបស់ខាងប្តីហ្នឹងគាត់ចង់ខ្ញុំក៏ឆ្ងល់អាចំណុចមួយដែលថាគាត់អត់ផ្ដិតមេដៃលែងលះចុះហេតុអីក៏គាត់ផ្ដិតមេដៃទៅលើការដែលបងបំណុលអ្នកពាក់កណ្ដាលហ្នឹងវិញគាត់ចង់និយាយថាគាត់ផ្ដិតមេដៃហ្នឹងគាត់កណ្ដាស់ផ្ដិតមេដៃហ្នឹងគាត់សុខចិត្តបងពាក់កណ្ដាលម្នាក់ហ្នឹងគាត់បងធនាគារហ្នឹងដូចថាគាត់30ម៉ឺនខ្ញុំ30ម៉ឺនណាសារហ្នឹងណាប៉ុន្តែគាត់អត់បានធ្វើតាមលក្ខខណ្ឌហ្នឹងទេបងហើយឲ្យលុយតែ5000យកមកឲ្យខ្ញុំដែលសន្យានៅកន្លែងឃុំហ្នឹងក៏អត់ដែរ
ពេលអញ្ចឹងខ្ញុំប្រវាបងខ្ញុំទប់ទល់2ឆ្នាំហើយពេលអញ្ចឹងខ្ញុំចង់ឲ្យគាត់ចូលមកដល់ស្រ័យមកខ្ញុំសូមរក្សាពាក្យសម្ដីដល់គាត់និយាយជាមួយខ្ញុំតែ2នាក់ថាគ្រប់កន្លែងគឺពាក់កណ្ដាលម្នាក់ព្រោះគាត់ជាកូនប្រុសកម្លាំងនៅពេញហើយខ្ញុំជំងឺពេញខ្លួនខ្ញុំបន្ទុកកូន2អត់ជំរកនៅអញ្ចឹងខ្ញុំខ្លួនខ្ញុំជាស្រីផងខ្ញុំគិតថាខ្ញុំអាចរ៉ាប់រងបានតាមលទ្ធភាពដែលខ្ញុំមាន ឥឡូវជាក់ស្ដែងគាត់បានផ្តិតមេដៃលើបំណុលហ្នឹងម្នាក់ពាក់កណ្ដាលហើយប៉ុន្តែឥឡូវនេះគាត់បែរជាអត់ទទួលស្គាល់វិញតែគាត់បានដឹងទេដឹងខ្លួនថាពេលដែលគាត់ចាក់ចេញទៅគាត់បានផ្តិតមេដៃហើយគាត់បានដឹងខ្លួនអត់ កណ្ដាលធនាគារហ្នឹងធនាគារចេញឲ្យគាត់មួយខ្ញុំមួយបងថ្លៃខ្ញុំមួយផ្ដិតឲ្យអស់ហើយតែគាត់អត់ធ្វើតាមកិច្ចសន្យា អញ្ចឹងមានថាពេលដែលកណ្ដាលធនាគារខ្ចេញឲ្យហ្នឹងគាត់ទទួលស្គាល់ដែរថាគាត់ត្រូវតែមានភារកិច្ចជួយបងពាក់កណ្ដាល ចាចេញឲ្យកណ្ដាលធនាគារ3បងថ្លៃខ្ញុំមួយខ្ញុំមួយគាត់មួយ អញ្ចឹងគាត់ដឹងដែរអញ្ចឹង គាត់ដឹង តែមិនហេតុអីក៏ឥឡូវនេះគាត់ថាគាត់អត់បានដឹងទេថាបងហ្នឹងនិងបងប្អូនខាងបងហ្នឹងគៀបសកត់ខាងគាត់ ចាបងប្អូនខ្ញុំគៀបសកត់ខាងគាត់ត្រង់ណាគៀបសកត់អីខ្លះបងអាចចូលមកដល់ស្រ័យមួយខ្ញុំបានប្រឈមមុខទល់មុខគ្នាបានដល់ស្រ័យមិនឡានផ្ទុះកង់បងប្រុសខ្ញុំឲ្យលុយម្ដង2លានកូនឈើឲ្យលុយក្មួយយកកូនទៅឲ្យលុយប្អូនយកកូនទៅពេទ្យខ្ញុំឈើពេលខ្លះបងខ្ញុំឲ្យលុយខ្ញុំទៅមើលខ្លួនអាហ្នឹងគេហៅថាគៀបសកត់មិនមែនហើយគាត់មិនដែលយកសំណងទៅវិញទេពេលដែលគាត់នឹងមានលុយ បាទ ចាសូម្បីតែពេលគាត់បកកបញ្ហានៅតាមស្រុកភូមិពេលខ្លះបងប្រុសខ្ញុំក៏ចេញលុយឲ្យគេអីលិចកើតដើម្បីឲ្យប្អូនរួចខ្លួនយកខ្លួនទៅពាំងមិនក៏មានដែរអញ្ចឹងសួរថាកន្លែងហ្នឹងមែនដែលបងប្រុសខ្ញុំគាត់គៀបសកត់ទៅលើប្តីខ្ញុំកន្លែងណាដែលបងខ្ញុំគៀបសកត់ បាទ បងឯងចូលមកតតជាមួយខ្ញុំហើយបងឯងជួយនិយាយប្រាប់ខ្ញុំបន្តិចមក បាទ ចា អញ្ចឹងពាក់ព័ន្ធមួយលុយទៀតគាត់បានលើកឡើងថាបងហ្នឹងនិយាយបំភ្លើសទាំងស្រុងរឿងធនាគារហ្នឹងจะពាក់តែ$11000ទេតែបងបានលើកឡើងថ្ងៃមុនហ្នឹងគឺថា$21000ហ្នឹងបងអាចបញ្ជាក់តិចបានកុំឲ្យថាគាត់បញ្ជាក់ថាបងហ្នឹងចោតបងថាបងហ្នឹងបំភ្លើស ចាធនាគារយកទាំងអស់$18500ខាងស្ថាបនាបងហើយទី2ម្ដាយខ្ញុំបង្កើតយកឲ្យ$3000ហើយនៅមានប្អូនប្រុសខ្ញុំទៀតគាត់ផ្ទេរដីឲ្យខ្ញុំគាត់ឲ្យខ្ញុំបង់ជាមួយគាត់ហ្នឹង$5500ដី2ហាត់តែដីហ្នឹងខ្ញុំលក់បាត់ហើយខ្ញុំលក់បាត់យកលុយហ្នឹងទៅទិញឡានមកបាំងកន្លះប្តីខ្ញុំទៀមទាទិញយកមកដឹកចន្ទីមួយទៀតណាឡានមួយទៀតហ៎បង បាទ ចាយកឡានហ្នឹងមកដឹកចន្ទីដល់ពេលរួចក៏ត្រូវបង់លុយជាមួយប្អូនខ្ញុំតាមកណ្ដាលធនាគារប្អូនរហូតថ្ងៃមួយប្អូនគាត់ក៏បែកបាក់គ្រួសារគាត់ត្រូវការលុយទៅត្រង់ប្រពន្ធទៀតគាត់ត្រូវការលុយចាំបាច់ចាត្រូវការលុយចាំបាច់ខ្ញុំអត់ដឹងធ្វើម៉េចទេប្តីខ្ញុំក៏កិច្ចគាត់អត់នៅរោទេពេលហ្នឹងអត់ដឹងថាគាត់ទៅណាមកណាទេគឺគាត់អត់នៅរោស៊ីទេគាត់ទុកឡានឈរចោលទាំងពីរឡានទាំងពីរទុកឈរចោលទាំងពីរគេដឹកក្រឹកឡានខ្ញុំដេកផ្ទះហើយដល់ពេលប្អូនខ្ញុំក៏ត្រូវការលុយហើយបំណុលឆ្វេងស្ដាំក៏ត្រូវការលុយហើយខ្ញុំម្នាក់ឯងខ្ញុំគិតអីអត់ចាញ់ទេបងខ្ញុំក៏លក់ឡានហ្នឹងទៅបានតែ$4500ទេខ្ញុំសងទៅប្អូនខ្ញុំចំនួនហ្នឹងដូចជា3000ជាងបងហើយសងទៅខាងបំណុលនៅកំពង់ថ្មនោះឆ្វេងស្ដាំតិចតួចមានអា1000មានអា500ហើយពេលហ្នឹងក៏ខ្ញុំមកលូតកូនមួយដែរបងអាពេលលក់ឡានហ្នឹងខ្ញុំលូតកូនមួយដែរខ្ញុំទៅយកកូនចេញនៅស្ទឹងត្រង់ពេទ្យសម្អាតអត់ស្អាតខ្ញុំទៅយកនៅពេទ្យនៅខេត្តកំពង់ចាមណា បាទ ខ្ញុំភ្លេចឈ្មោះបាត់ហើយខ្ញុំទៅយកនៅនឹងមកតង់ទៀតពេលហ្នឹងប្តីខ្ញុំអត់នៅទេហើយនៅសល់លុយចុកខ្លួនតិចតួចទៀតតែប្អូនថ្លៃខ្ញុំថាខ្ញុំយកលុយហ្នឹងទៅលេងបៀឬមួយក៏យកទៅចាក់ឆ្នោតរកផុតតាំងឲ្យខ្ញុំឲ្យបានច្បាស់លាស់ ហ្នឹងហើយ ចាជួយរកផុតតាំងឲ្យខ្ញុំឲ្យបានច្បាស់លាស់ផង ចំណុចហ្នឹងក៏ខ្ញុំ ចា ឃើញដែរមានការខមមិនដែរ ខមមិនថាខ្ញុំលេងល្បែងហើយលេងល្បែងលេងឆ្នោតលេងអីសុំរកផុតតាំងឲ្យខ្ញុំឲ្យបានច្បាស់លាស់ដោយដែលផុតតាំងដែលខ្ញុំមានឲ្យបងប្អូនបានឃើញដូចគ្នាហើយរកឲ្យខ្ញុំដូចគ្នាខ្ញុំបងពេលខ្ញុំធ្លាក់ខ្លាំងខ្ញុំយកកូនចេញក៏ពិតមែនខ្ញុំដើរខ្ញុំអត់ដើរស៊ីឈ្នួលគេតាមហ្នឹងឯងបងខ្ញុំធ្លាក់ខ្ញុំដើរអូសមេឃចន្ទីមួយថ្ងៃបានតែ30000ទេអូសមេឃចន្ទីដើររើសដាំដលងដើរដាំដលងមិនក៏មានដែរបងខ្ញុំយកមកចិញ្ចឹមកូនហើយប្តីខ្ញុំគាត់យករួចខ្លួនទេលឺតែខ្ញុំលក់ឡានគាត់ត្រឡប់មកវិញតែពេលហ្នឹងក៏ខ្ញុំអត់មានលុយនឹងខ្លួនដែរព្រោះខ្ញុំសងគេអស់ហើយ អញ្ចឹងពេលបងលក់ឡានថ្មីហ្នឹងក៏គាត់មកវិញដែរ គាត់មកវិញតែខ្ញុំពេលហ្នឹងខ្ញុំអត់មានលុយសល់ទេព្រោះបំម្ចាស់បំណុលទាំងអស់គៀបសកត់ខ្ញុំតែម្នាក់ឯងទេបងគេដាក់ពាក្យប្រដឹងទៅឃុំដាក់ពាក្យគឺខ្ញុំទៅដាក់ពាក្យគឺខ្ញុំទៅគឺបំណុលឯកជនទាំងស្រុងគេដាក់ពាក្យខ្ញុំទៅឃុំគេប្តឹងខ្ញុំគ្រប់បែបយ៉ាងគ្រប់កន្លែងគឺគេប្តឹងខ្ញុំតែខ្ញុំអត់មានកិច្ចពីបំណុលមួយណាទេគឺខ្ញុំប្រឈមមកគ្រប់បំណុល គាត់មកនោះមកក្នុងន័យអីគេដែរពេលមកនោះ ក
គាត់ថាគាត់ចិត្តអត់ដាច់គាត់ទុកបំណុលឲ្យប្រពន្ធសងគេតែម្នាក់ឯងពេលហ្នឹងគាត់ថាគាត់ចិត្តអត់ដាច់ ថ្មីថ្មីនេះដែរបង វាច្រើនឆ្នាំដែរហើយបងពេលហ្នឹង តែពេលនោះអត់ទាន់ដឹងថាគាត់ទៅយកប្រពន្ធមួយទៀត អត់ទេអត់មានពាក់ព័ន្ធអត់អីប៉ុន្តែឃើញគាត់ឆាតវីដេអូអីខ្ញុំមិនដែរហាមទេព្រោះធ្លាប់ជាអតីតខ្ញុំអត់ដែរហាមទេតាំងពីខ្ញុំចាប់ដៃគាត់ក៏ដោយខ្ញុំអត់ដែរហាមដែរបងនិយាយអីក៏និយាយទៅព្រោះធ្លាប់មានអតីតអញ្ចឹងនិយាយអីខ្ញុំអត់ចេះហាមទេចាតាំងពីដើមតាំងពីខ្ញុំយកគាត់និយាយធម្មតានិយាយទៅឲ្យមើលកូនខ្ញុំនិយាយលេងមកកូនខ្ញុំក៏ខ្ញុំអត់ដែរហាមដែរខ្ញុំបើកចំហ អត់ដែរហាមទេ អត់ដែរហាមទេ បងមានបានចាប់អារម្មណ៍ថាគាត់ទៅយកក្រោយនេះបងបានដឹងច្បាស់ទេថាពេលដែលគាត់ចាក់ចេញពីបងទៅនឹងទៅយកប្រពន្ធដែលខលទូរស័ព្ទមួយកូនយើងមួយអីពីមុននេះ ច្បាស់ព្រោះដោយសារខ្ញុំច្បាស់ខ្ញុំដឹងលហៀងកាដែលដូចនិយាយចឹងខ្ញុំដឹងលហៀងតែមនុស្សខ្ញុំបើអ្វីមិនឃើញច្បាស់អ្វីដែលមិនច្បាស់លាស់គឺខ្ញុំអត់និយាយទេសំបីកូនស្រីខ្ញុំដឹងពេលក្រោយនេះដែរទេ ឥឡូវនេះទេបងថ្មីនេះទេ អូអញ្ចឹងពេលដែលគាត់និយាយហ្នឹងក៏យើងនឹកស្មានដល់ហើយពេលដែលគាត់ចាក់ចេញពីយើងក៏យើងអត់នឹកស្មានដល់ថាគាត់ទៅយកប្រពន្ធនឹងដដែលទេ ខ្ញុំនឹកស្មានអត់ដល់ដែរព្រោះបងខ្ញុំគិតថាអីណោះគេធ្លាប់មនុស្សស្រីម្នាក់ដែលធ្លាប់គេមើងងាយជន់ឆ្លីដើរហាយហួរហើយបើសិនជាខ្ញុំវិញខ្ញុំអត់ប៉ះទេទោះមនុស្សប្រុសនឹងល្អប៉ុណ្ណាហើយខ្ញុំវេទនាប៉ុណ្ណាក៏ខ្ញុំអត់ប៉ះវិញដែរតែលក្ខណៈថាអស់សាច់ដូចគ្នាចឹងហ៎បងអីណោះអត់ប្រហែលជាមានឃើញគេមានលុយឯនេះរត់ទៅចឹងណាចាអីណោះមិនដឹងជាបើមនុស្សស្រីយើងទោះបីបែកប្តីទោះបីមានប្តីជនជាតិសាសនាក៏ដោយបើសិនជាខ្ញុំវិញមានប្តី10គឺខ្ញុំសុបាយយកកូនទាំង10ថប់សុបាយទាំងប្រហែលគឺខ្ញុំអត់ត្រូវការទេខ្ញុំយកតែកូនអាហ្នឹងបើខ្ញុំអត់ចាប់បំណុលជាមួយអ្នកណាបើតាមការគិតបងប្តីបងចេញពីបងហ្នឹងដោយសារតែគាត់ឃើញលុយខាងប្រពន្ធដើមគាត់ខាងនោះវិញចាឃើញលុយហើយនឹងខាងនោះគេមានផ្ទះសបែងអីចឹងតែបងខ្ញុំប្រាប់មួយទៀតខ្ញុំនិយាយអត់ទាន់អស់ពេលដែលគាត់បែកគ្នានឹងខ្ញុំរៀបចំឲ្យបានប្រហែលខែលេចលើថាខាងគ្រួសារប្តីខ្ញុំនឹងប្តីខ្ញុំនឹងជាប់បំណុលនៅអូ5ហ្នឹងណាបាទប្រាប់ខ្ញុំមកពេលហ្នឹងខ្ញុំក៏ហួសចិត្តដែរតែខ្ញុំនឹកឃើញថាយើងបានគ្នាជាប្តីប្រពន្ធហើយខ្ញុំខ្ជិលវែងឆ្ងាយខ្ញុំកាលហ្នឹងខ្ញុំជួយចេញសងទៀតណាបងម្ចាស់បំណុលនៅអូ5ហ្នឹងគឺគាត់នៅរស់ទេខ្ញុំជួយចេញសងទៀតព្រោះលុយហ្នឹងខ្ញុំអត់បានចាយទេហើយលុយហ្នឹងក៏ខ្ញុំអត់បានពាក់ព័ន្ធដែរតែខ្ញុំនឹកឃើញថាមើលទៅកាលហ្នឹងប្តីខ្ញុំក៏រដែរចាខ្ញុំនឹកឃើញថាខ្ជិលឲ្យប្តីអាប់មុខអាប់មាត់ខ្ញុំសុខចិត្តសងជំនួសទៀតចាអញ្ចឹងដែលគាត់ថាគាត់ទៅតែខ្លួនទៅតែខោមួយនឹងអាវមកកាផ្លេហ្នឹងទេគាត់អត់មានបានយកលុយយកទ្រព្យសម្បត្តិអីចេញសោះហើយបងបានលក់ឡានលក់អីហើយបងសងបំណុលអត់គ្រប់ដែលគាត់លើកឡើងគាត់លើកឡើងអញ្ចឹងថាសងបំណុលអត់គ្រប់បើសិនជាគាត់វិញគាត់សងគ្រប់បាត់ហើយមិនគ្រប់មករករឿងគាត់ទៀតគាត់ចង់មានអីអញ្ចឹងចារឿងហ្នឹងបើច្បាស់ជាងគេមានតែប៉ាហើយនឹងខ្ញុំទេមានតែប្តីខ្ញុំនឹងខ្ញុំឯងដែលច្បាស់ជាងគេគឺគ្រួសារខ្ញុំទាំងពីរអ្នកហ្នឹងច្បាស់ជាងគេហ្មងចូលមកតទល់គ្នាមកនេះបងខ្លាញ់ខ្ញុំវល់ជាសំឡេងមកថ្ងៃមិញពេលខ្ញុំកំពុងតែធ្វើការឥឡូវហ្នឹងខ្ញុំទៅមកពីធ្វើការខ្ញុំមកជួបបងសារព័ត៌មានហ្មងគាត់ថាប្អូនគាត់មកតែកៅមកចកេះទេហើយទៅវិញតែកៅមកចកេះខ្ញុំទទួលស្គាល់គាត់មកតែកៅមកចកេះទេបងប៉ុន្តែគាត់ទៅវិញគាត់ទុកបំណុលឲ្យខ្ញុំជាច្រើនឲ្យខ្ញុំទទួលបន្ទុកម្នាក់ឯងទាំងអស់ហើយគាត់ថាប្អូនគាត់ទុកផ្ទះទុកដីទុកឡានឲ្យខ្ញុំចានេះផ្ទះដីឡានគឺគាត់ទុកឲ្យខ្ញុំទាំងអស់ជំងឺគ្រប់យ៉ាងទាំងអស់គឺដោយសារខ្ញុំគិតច្រើនហ្មងគិតច្រើនណាទៅជាឈឺសពបែបយ៉ាងទាំងអស់ព្រោះខ្ញុំជាអ្នកប្រឈមមុខនឹងបំណុលទាំងអស់បំណុលធំតូចគឺខ្ញុំទាំងអស់គេស្គាល់តែលេខទូរស័ព្ទខ្ញុំទេគេអត់ស្គាល់ប្តីខ្ញុំទេលេខទូរស័ព្ទប្តីខ្ញុំគឺគេអត់ស្គាល់គឺគេរត់តែខ្ញុំទេខ្ញុំជាផ្ទាំងស៊ីបរបស់ម្ចាស់បំណុលទាំងអស់គ្រប់បំណុលទាំងអស់មិនមែនក្នុងការសម្រេចចិត្តទៅខ្ញុំម្នាក់ឯងមុននឹងខ្ញុំទៅយកបំណុលនៅទីណាកន្លែងណាយកមកដោះស្រាយគឺខ្ញុំភាសាគ្នាប្តីប្រពន្ធគ្រាន់ថាប្តីខ្ញុំក៏អត់ចេញមុខទេគឺខ្ញុំម្នាក់ឯងគត់ចាខ្ញុំផ្ទាំងស៊ីបរបស់ម្ចាស់បំណុលទាំងអស់តែខ្ញុំអត់កិច្ចទៅណាបងគ្រប់បំណុលទាំងអស់ខ្ញុំប្រឈមមុខខលមកខ្ញុំ24ម៉ោងគឺខ្ញុំលើក24ម៉ោងថ្ងៃណាមួយដែលខ្ញុំគ្មានលទ្ធភាពខ្ញុំអស់លទ្ធភាពខ្ញុំទៅលេងរួចខ្ញុំហុចដៃអ្វីខ្លះយកខ្ញុំទៅធ្វើអីក៏យកទៅបងខ្ញុំអត់ថាអីខ្ញុំគឺមិនគិតដាច់ខាតខ្ញុំហួសចិត្តនឹងប្តីខ្ញុំរឿងស្វាយចន្ទទីខ្ញុំនិយាយទៅថាតែខ្ញុំហួសចិត្តត្រង់ថាអត់អសូរប្រពន្ធមិនតិចសោះបងអាពេលដែលប្រមូលលុយទៅនឹងហើយអាពេលដែលប្រពន្ធទៅធ្វើនឹងទៅទាំងឈឺហាលភ្លៀងហាលខ្យល់កូនទៅដឹកទឹកទាំងកានឲ្យនឹងប្តីអត់មានអសូរសំបីតែបន្តិចតែម្ដងឯងយកលុយនឹងទៅធ្វើខ្សែកខ្សែដៃទិញម៉ូតូហើយរៀបគ្រួសារថ្មីនឹងអត់មានអសូរថាកូនតូចទៅហាលភ្លៀងហាលខ្យល់ទេគឺអត់មានអសូរហ្មងមានបេះដូងជាកូនប្រុសដែរអ្នកមានបេះដូងជាកូនប្រុសអត់ខូចឈ្មោះគេប្រុសអស់ហើយ
មើលផងគេប្រុសគ្រប់គ្នាគេទទួលអំរែកអីខ្លះគេអត់ឲ្យបន្ទោបីហត់នឿយមិនគេអត់ឲ្យប្រពន្ធកូនគេវេទនាដូចខ្ញុំទេតែអ្នកជាប្រុសហេតុអីបានទម្លាក់បំណុលទម្លាក់សពបែបយ៉ាងសំពាយគ្រប់បែបយ៉ាងឲ្យខ្ញុំទាំងដែលដឹងថាខ្ញុំមានជំងឺជាប់ខ្លួនអ្នកនៅជាមួយខ្ញុំរហូតហេតុអីអ្នកធ្វើអញ្ចឹងកើតដែរអ្នកគិតឲ្យពិចារណាផងខ្ញុំអត់មានទៀមទាថាចង់បានអ្នកមកវិញទេហើយប្រាប់បងថ្លៃផងអត់ឲ្យខ្ញុំហៅបងថ្លៃខ្ញុំទទួលស្គាល់ខ្ញុំអត់ចង់ហៅហ្មងទេហើយប្អូនប្រុសបងឯងល្អពេកលើលោកនេះមានតែ2នាក់ប្អូនប្រុសបងឯងនិងខ្ញុំសុខចិត្តផ្ដាច់ពូជមនុស្សចោលអត់ប្អូនបងឯងខ្ញុំអត់ដាច់ខ្យល់ទេបងខ្ញុំផ្ដាំប្រាប់ហើយវយសំលេងមកខ្ញុំភ្លាមលុបភ្លាមវយសំលេងមកខ្ញុំភ្លាមលុបភ្លាមបងឯងឆ្លាតតែខ្ញុំក៏លឿនដែរបងសំលេងគ្រប់សំលេងបងវយមកខ្ញុំបាញ់ទៅមិត្តភក្តិខ្ញុំទាំងអស់មុននឹងបងលុបបងបងប្អូនទាំងគ្នានេះជាការលើកឡើងទាំងស្រុងតែម្ដងរបស់បងស្រីដែលជាភាគីខាងប្រពន្ធដោយខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងតាំងពីវីដេអូទី1នោះខ្ញុំបញ្ជាក់ទៅកាន់ភាគីខាងប្តីអញ្ចឹងណាថាបើសិនជាគាត់មានចម្ងល់ឬមួយក៏ថាបងស្រីនេះគាត់ចេះតែនិយាយបំភ្លើសឬមួយក៏ខុសពីការពិតទាំងអស់ដែលគាត់มันបានធ្វើបែបនោះមែនអញ្ចឹងគាត់អាចមកបកស្រាយបានខ្ញុំទទួលបកស្រាយ24ម៉ោងលើ24ម៉ោងរាល់ពេលម៉ោងធ្វើការទេបាទហើយគាត់ខលមកបញ្ជាក់ខ្ញុំក៏នៅឥឡូវនេះយកពំនាំជាមួយនឹងការលើកឡើងខាងប្តីនឹងមកសួរជាសំណួរទៅកាន់បងស្រីហើយសូមបញ្ជាក់ផងដែរថាខ្ញុំមិនមែននៅមកចំហៀងពីសម្ភារតែខាងបងស្រីអត់ទេខ្ញុំបានតំណតំណងជាមួយប្តីរបស់គាត់ដែរគាត់បានខំមកខ្ញុំជាច្រើនលើច្រើនសារដែរខ្ញុំបានបញ្ជាក់ថាបងមកបកស្រាយបានការយ៉ាឡាខ្ញុំទទួលទេបាទបកស្រាយចុះបងបើសិនជាការលើកឡើងនឹងចោតប្រកាន់ខាងបងនេះជាប្តីនេះបាទទាំងបងមិនបានធ្វើអញ្ចឹងបងឲ្យមកបកស្រាយមកដើម្បីឲ្យមហាជនគាត់ស្រាយចម្ងល់ឲ្យគាត់យល់កុំឲ្យថាគាត់ក៏មិនចេះមួយចេះពីរដែលមិនល្អសម្រាប់បងតែជាប្តីអញ្ចឹងណាអញ្ចឹងបងមកបកស្រាយមកបាទរាល់ចម្ងល់ទាំងមួយម៉ាត់ក៏ដូចជាបញ្ហាទាំងមួយម៉ាត់រឿងគ្រួសារបងអាចបកស្រាយឲ្យទៅកាន់មហាជនទៅកុំឲ្យគិតថាបងស្រីគាត់ចេះតែនិយាយចេះចោតប្រកាន់ខាងបងជាប្តីនេះមិនល្អចំពោះគាត់អីចឹងណាបងប្អូនអ្នកគ្នាបាទហើយរឿងរ៉ាវនេះគឺមានតែប៉ុណ្្នេះហើយដោយសារតែបងស្រីគាត់លើកឡើងបាទសំណុំពរតាមរយៈវីដេអូទី2ដោយសារតែខាងបងប្អូនសាច់ញាតិខាងប្តីរបស់គាត់នោះបាន voice សំឡេងមកគាត់បញ្ជាក់ពីចំណុចដែលគាត់បានបំភ្លឺអីចឹងណាបងប្អូនអ្នកគ្នាហើយខ្ញុំក៏នៅសំឈរនៅចំណុចកណ្ដាលដែរអត់មានថាសភាខាងបងស្រីលំអៀងទៅខាងបងស្រីឬមកសភាខាងប្តីលំអៀងទៅខាងប្តីអត់ទេបាទអញ្ចឹងក្នុងការបកស្រាយនៅតែរងចាំបកស្រាយដូចគ្នាបាទអរគុណមែនតើរយកំហុសខុសឆ្គងត្រង់ប្រការណាមួយមិនសមរម្យក៏សូមខន្តីអភ័យទោសដល់លោកខ្ញុំទាំងក្រុមការងារផងសូមអរគុណសូមលំអរកាយគ្រប់លា